អ្នកណាគេខ្លះដែលទៅលេងបាត់ដំបងអត់សូវរំលងរឿងមីកតាំងនេះពួកខ្ញុំវិញបានទៅបាត់ដំបងគឺត្រូវតែសេរីយ៉ាងម៉េចបានមកពេលហ្នឹងគឺតែញ៉ាំមីកតាំងនៅខេត្តបាត់ដំបងតែម្ដងដោយសារតែយើងជាអ្នកភ្នំពេញអញ្ចឹងទៅឲ្យតែថាបានទៅបាត់ដំបងម្ដងគឺសេរីមកពេលទៅរកមីកតាំងហ្នឹងហើយគាត់នេះគឺគាត់លក់ត3ចំនួនមកហើយអ្នកដែលគាត់ឆាហ្នឹងគឺជាចៅកន្លែងហ្នឹងហើយគាត់ជាចៅណាអញ្ចឹងគាត់តចំនួននឹងការលក់មីកតាំងហ្នឹងនេះជាយីហោរបស់គាត់ហើយចំណុចពិសេសរបស់គាត់នេះគឺអូសនៅខាងក្រោមហ្នឹងគឺសម្រាប់ការធ្វើរបស់គាត់ហ្នឹងគឺគាត់ប្រើអូសណាគឺអត់មានប្រើចង្ក្រានហ្គាសដូចយើងនៅអ្នកនៅភ្នំពេញគាត់ឆាទេដល់ពេលអញ្ចឹងទៅរសជាតិមីដែលគាត់ឆាមកហ្នឹងគឺវាមានរសជាតិឆ្ងាញ់មួយយ៉ាងដែលខ្ញុំមិនដឹងថាគួរថានិយាយថាម៉េចដឹងថាវាឆ្ងាញ់មួយម៉ាត់ហ្នឹងគឺឆ្ងាញ់តែម្ដងហើយសម្រាប់មីកតាំងនេះគឺជាម្ហូបប្រចាំតំបន់តែម្ដងនៅខាងខេត្តបាត់ដំបងហ្នឹងអញ្ចឹងមិនថាអ្នកក្រៅទៅម្ដងហ្នឹងគឺស្កាត់ទៅរកមុខម្ហូបមួយមុខហ្នឹងហើយតម្លៃរបស់គាត់មានចាប់ពី15000អាហ្នឹងធម្មតា20000អាហ្នឹងពិសេសអញ្ចឹងណាហើយមានកាពះជ្រូកដែលខ្ញុំបានបញ្ជាក់អ្នកទាំងអស់នេះមុនហ្នឹងគឺកាពះរបស់គាត់ដូចយើងញ៉ាំហ្នឹងគឺអត់ដូចកាពះដែលយើងញ៉ាំនៅភ្នំពេញធម្មតាផាក់លើតុនទេយើងញ៉ាំទៅដូចស្រួយវាទៅជាដូចជាអីមួយយ៉ាងមិនទេខ្ញុំពិបាកប្រាប់អ្នកទាំងអស់គ្នាមើលណាគេក៏ធ្លាប់ញ៉ាំខ្លះជួយខមមិនប្រាប់ខ្ញុំផងដែរមើលហើយនេះគាត់ក៏មានមីស្រួយបែបនេះដែរដែលគាត់ស្រូបជាមួយនឹងសាច់ឆាហ្នឹងណាហើយនេះគេហៅមីកតាំងហ្នឹងឯងខាងខេត្តបាត់ដំបងហ្នឹងហើយទៅលើការវេចខ្ចប់របស់គាត់វិញគឺលក្ខណៈពិសេសហ្នឹងគឺគាត់ទ្រាប់ជាមួយនឹងស្លឹកចេកអញ្ចឹងទៅគឺវាការពារបរិស្ថានមួយយ៉ាងដែរហើយនេះជាការរៀបចំការវេចខ្ចប់របស់គាត់ណាពេលដែលខ្ញុំទៅដល់ហ្នឹងឃើញគាត់វេចខ្ចប់ឲ្យភ្ញៀវផ្សេងទៀតដែលមកទិញហ្នឹងមានស្លឹកចេកស្លឹកឈូកនិយាយទៅទ្រាប់មកជាមួយគ្នាតែម្ដងអូយបើនៅភ្នំពេញអាចធ្វើអញ្ចឹងបានដឹងតែល្អមែនតើគឺមើលទៅវាមានសោភ័ណភាពហើយវារក្សាលក្ខណៈបែបខ្មែរអ្នកនរនេះមើលទៅគួរឲ្យស្រឡាញ់មែនតើហ្មងដូច្នេះសម្រាប់ទីតាំងលម្អិតនិងលេខទូរស័ព្ទតំណែងបន្ថែមចាំខ្ញុំដាក់នៅក្នុង comment ជូនណាអរគុណច្រើន